បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង2ព្រឹកមកនៅសហរដ្ឋអាមេរិកហើយនៅប្រទេសកម្ពុជាគឺយប់ថ្ងៃពុធទី12ខែវិច្ឆិកាណាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសូមសម្រាំងយកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទគឺព័ត៌មានទី1នេះគឺពលរដ្ឋកម្ពុជាយ៉ាងហោចណាស់បាទយ៉ាងហោចណាស់ចំនួនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហាររបស់ថៃមកលើពលរដ្ឋកម្ពុជាហើយបើតាមរបាយការណ៍ជំនាញដំបូងថា5អ្នករងរបួសហើយចុងក្រោយថាមាន3អ្នករងរបួសអញ្ចឹងចំនួនអ្នករងរបួសគឺទុកមិនច្បាស់សិនថាអាច3អាច5ទាំងបាទហើយកម្ពុជាគឺបាទមេដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតលោកបានចេញសេចក្តីថ្លែងការណ៍កោតទោសទង្វើទាំងអស់នេះហើយនឹងទាមទារឲ្យមានការស៊ើបអង្កេតហើយព័ត៌មានទី2នេះគឺពីខាងបាទភាគីថៃបាទភាគីថៃហ្នឹងគឺខាងយុទ្ធភូមិភាគ1របស់ថៃដែលនៅតំបន់ព្រៃច័ន្ទហ្នឹងគាត់បានចេញសេចក្តីថ្លែងការណ៍បដិសេធថាគឺដោយចោទខាងកម្ពុជាហ្នឹងថាជាអ្នកបាញ់ប្រហារទៅលើគាត់មុនទេហើយគាត់បាញ់តបទៅវិញបាទដោយចេញជាសេចក្តីថ្លែងការណ៍ដូចនេះប៉ុន្តែសារព័ត៌មានថៃក៏បានឲ្យដឹងថាគឺថៃប្រកាសត្រៀម16ក្នុងករណីដែលបើមានការប្រយុទ្ធគ្នាឡើងវិញរវាងកម្ពុជាហើយនិងថៃបាទបើស្ដាប់ធម្មតាប្រិមិត្តមួយចំនួនគឺអត់យល់ពីតតិទាហានគឺថានេះជារឿងធម្មតាក៏ប៉ុន្តែបើអ្នកយល់ពីតតិទាហានមិនមែនជាព្រឹត្តិការណ៍កើតឡើងដោយធម្មតាទេគឺជាផែនការមានការរៀបចំយ៉ាងត្រឹមត្រូវបាទហើយព័ត៌មានទី3នេះគឺខាងវៀតណាមត្រៀមចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកក្រោយពីបានចរចាគ្នាហើយបើទោះបីជាខ្ញុំដឹងថាប្រិមិត្តចង់ដឹងពីរឿងកម្ពុជាក៏ខ្ញុំជ្រាបចែករំលែកចំណេះដឹងបន្តិចអំពីការវិវត្តនៅសមរភូមិរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនផងដែរបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាដោយមិនមានអ្វីបន្ថែមច្រើនគឺសូមចូលទៅដល់ព័ត៌មានទី1នេះតែម្ដងបាទព័ត៌មានទី1នេះប្រិយមិត្តបានទទួលព័ត៌មានច្រើនហើយពីខាងប្រភពនៃប្រទេសកម្ពុជាបាទអញ្ចឹងមានទាំងអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាមានទាំងអ្នកនាំពាក្យរបស់ខាងក្រសួងការពារជាតិកម្ពុជាបានចេញសារជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ថៃមកលើពលរដ្ឋកម្ពុជានៅតំបន់ព្រំដែនតំបន់ព្រៃច័ន្ទណាដូច្នេះខ្ញុំនឹងដកស្រង់មកតាមក្រោយប៉ុន្តែជាបឋមសូមជូនសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters ឃើញចេញសេចក្តីរាយការណ៍មុនគេក្រៅពីនោះគឺនៅត្រឹមតែផ្ដោតទៅលើបញ្ហាថៃប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងសន្តិអញ្ចឹងខ្ញុំសូមដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters ជូនមុនសិនហើយដើម្បីចង់ដឹងថានៅឆាកអន្តរជាតិនេះគេរាយការណ៍យ៉ាងម៉េចហើយចាំចូលទៅដល់ប្រតិកម្មនានាពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាខាងអ្នកនាំពាក្យរបស់យោធាកម្ពុជាដែរបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក៏រាយការណ៍ថាយ៉ាងហោចណាស់ណាមានពលរដ្ឋកម្ពុជាមួយរូបត្រូវបានសម្លាប់បាននៅក្នុងប្រទេសកម្ពុជាក្នុងពេលដែលមានបញ្ហាចំនួនកើនឡើងជាមួយនឹងប្រទេសថៃនៅថ្ងៃពុធនេះបាទក្នុងគណៈពេលដែលប្រទេសជិតខាងទាំងពីរនេះចោទប្រកាន់គ្នាទៅវិញទៅមកថាភាគីណាមួយជាអ្នកបើកការវាយប្រហារមុនបាញ់ប្រហារមុននៅក្នុងតំបន់ដែលមានចំនួនតាមព្រំដែនបាទដែលនេះគឺជាការមួយធ្វើឲ្យគម្រាមកំហែងទៅដល់កិច្ចព្រមព្រៀងសន្តិភាពឬក៏បទជុំបាញ់គ្នាដែលសហរដ្ឋអាមេរិកបានគាំទ្រនៅថ្ងៃពុធនេះគឺខាងក្រសួងការបរទេសរបស់ថៃបាននិយាយថាខ្លួនបានទាមទារឲ្យកម្ពុជាសុំទោសបន្ទាប់ពីបានចោទប្រទេសកម្ពុជាថាបានដាក់មីនថ្មីដែលបានធ្វើឲ្យ
យោធាថៃមួយរូបបានរងរបួសកាលពីថ្ងៃច័ន្ទរបួសឲ្យដាច់ជើងទៀតបាទនៅថ្ងៃអង្គារប្រទេសថៃបាននិយាយថាខ្លួនផ្អាកទាំងអស់នៅការអនុវត្តបទច្បាញ់គ្នាជាមួយនឹងប្រទេសកម្ពុជាដែលជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីខែមុនដែលមានវត្តមានលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលឡែកភាគីកម្ពុជាវិញបានបដិសេធការចោទប្រកាន់នេះថាខ្លួនមិនបានដាក់ក្របមីនថ្មីនោះទេហើយបានទទូចឲ្យប្រទេសថៃគោរពតាមកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីខែតុលាកន្លងទៅនេះដែលនោះគឺជាកិច្ចព្រមព្រៀងបន្តពីកិច្ចព្រមព្រៀងដំបូងដែលជួបបាញ់គ្នាដែលលោកប្រធានាធិបតី Donald Trump បានសម្របសម្រួលដើម្បីធ្វើឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅនេះត្រឡប់មកព្រឹត្តិការណ៍នៅថ្ងៃនេះវិញសារព័ត៌មាន Reuters បានរាយការណ៍ដឹងថាក្រសួងការពារជាតិរបស់កម្ពុជាបាននិយាយថាកងកម្លាំងរបស់ថៃបានបាញ់មកលើប្រជាពលរដ្ឋនៅលើភូមិមួយដែលនៅតំបន់ចំនួនគ្នានៅម៉ោងប្រមាណជា 3:50 នាទីរសៀលគឺម៉ោងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃពុធនេះហើយមានមនុស្សម្នាក់មនុស្សចំនួនម្នាក់បានស្លាប់បាត់បង់ជីវិតនិង3នាក់រងរបួសនេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់កម្ពុជាដោយឡែកអ្នកនាំពាក្យរបស់យោធាថៃវិញគឺលោកឧត្តមសេនីយ៍តូវិនថៃស៊ូបារីបាននិយាយថាទាហានរបស់កម្ពុជាគឺជាអ្នកបានបាញ់ប្រហារមុនទៅលើយោធាថៃទៅលើទឹកដីថៃលោកស៊ូបារីបាននិយាយថាកងកម្លាំងរបស់ថៃបានក្រាបហើយបានបាញ់ព្រមានទៅវិញជាការឆ្លើយតបបន្ទាប់ពីគោរពតាមច្បាប់នៃការធ្វើប្រយុទ្ធគ្នាលោកបានថ្លែងដូចនេះដោយបន្ថែមថានៅខាងភាគីថៃមិនមានអ្នកដែលរងគ្រោះរបួសឬស្លាប់បាត់បង់ជីវិតនោះទេហើយហេតុការណ៍នេះមានរយៈពេលចំនួន10នាទីមុនពេលដែលភាពស្ងប់ស្ងាត់បានវិលត្រឡប់មកវិញបាទគឺតំបន់ដែលមានចំនួនគ្នានោះដែលថៃហៅថាភូមិបាននងចាកែវនៅក្នុងខេត្តស្រះកែវប៉ុន្តែនៅក្នុងប្រទេសកម្ពុជាហៅថាភូមិព្រៃច័ន្ទនៅក្នុងខេត្តបន្ទាយមានជ័យគឺជាកន្លែងដែលមានការប្រឈមមុខគ្នាជាយូរមកហើយអ្នកនាំពាក្យក្រសួងការបរទេសរបស់ថៃគឺលោកនីកនដេបាឡាន់កូរ៉ាបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថាប្រទេសថៃគឺបានអំពាវនាវឲ្យប្រទេសកម្ពុជាសុំទោសចំពោះការផ្ទុះគ្រាប់មីនកាលពីថ្ងៃច័ន្ទបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters ណា Reuters បានរាយការណ៍ដូចនេះហើយបន្តទៀតមកគឺគាត់ចូលទៅជាគេហៅថា background គឺប្រវត្តិរឿងហ្នឹងវាយ៉ាងម៉េចបានឈានទៅដល់មានចំនួនគ្នានេះបាទអញ្ចឹងក្នុងនាមជាខ្មែរម្នាក់ខ្ញុំក៏ចូលរួមសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋកម្ពុជាផងដែរជនស៊ីវិលរបស់កម្ពុជាបាទដែលបានកើតនៅក្នុងហេតុការណ៍នេះមកជារឿងមួយដែលមនុស្សធម៌ដែលជនស៊ីវិលបានរងគ្រោះបាទនៅតំបន់ដែលមានជនស៊ីវិលច្រើនគឺមិនត្រូវប្រើអាវុធឲ្យដូចគេថាអាវុធដែលអាចនឹងប្រឡាយជីវិតមនុស្សបានទេបាទគេតាមធម្មតាគេប្រើតែអាវុធដែលសម្រាប់បង្ក្រាបកបកម្មឬក៏បាតកម្មអីតែប៉ុណ្ណោះទេបានមានន័យថាភ្លើងជ័រណាបាទក្របជ័របាទនេះគឺជាអ្វីដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សង្ឃឹមថាល្ងាចនេះអាចនឹងមានសេចក្តីរាយការណ៍របស់សារព័ត៌មានផ្សេងទៀតហើយខ្ញុំនឹងយកមកជម្រាបជូនប្រិយមិត្តផងដែរជាពិសេសគឺជំហររបស់នាយករដ្ឋមន្ត្រីថៃអនុទានច័ន្ទវីរគុលដែលបាននិយាយពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកហើយទៅបានខាងគណៈបកភឿថៃនោះចេញមកថ្កោលទោសផងដែរបាទដូច្នេះតើសហរដ្ឋអាមេរិកប្រតិកម្មយ៉ាងម៉េចចាំខ្ញុំរៀបរាប់ជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមមិនចូលទៅដល់សេចក្តីថ្លែងការណ៍របស់ខាងអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជាទេណាបាទគឺប្រិយមិត្តអាចនឹងទទួលយកបានហើយ
ខ្ញុំសូមគាត់សូមអធិស្ឋានចាក់រូបនេះបន្តិចមកដែលឃើញមានការចែករំលែកនៅតាមបណ្ដាញសង្គមរបស់រដ្ឋាភិបាលបាទសូមអធិស្ឋានបើសិនជារូបភាពនេះធ្វើឲ្យប្រិមិត្តរំខានចិត្តបាទពោះក៏ធ្វើត្រូវក្រោមមួយបាទនេះគឺជាជនរងគ្រោះកម្ពុជាដែលទៅបានយកមកសម្រាប់នៅមន្ទីរពេទ្យដើម្បីព្យាបាលបាទនៅមន្ទីរពេទ្យបង្អែកស្រុកបាទបើតាមរបួសគាត់នេះមិនជាធ្ងន់ធ្ងរដល់ជីវិតទេគឺរបួសក្នុងប្រភេទរបួសស្រាលណាបាទសង្ឃឹមថាមិនអាចដល់ជីវិតចុះបាទនេះសូមអធិស្ឋានណាបើប្រិមិត្តណាឃើញរូបនេះហើយរំខានក្នុងចិត្តសូមអធិស្ឋានបាទអញ្ចឹងនេះគឺជាអ្វីដែលបានកើតមានឡើងអញ្ចឹងប្រិមិត្តអាចទៅតាមដានព័ត៌មានបន្ថែមទៀតនៅក្នុងប្រភពខាងរដ្ឋាភិបាលរបស់កម្ពុជាអញ្ចឹងខ្ញុំសូមដាក់បន្តិចទៅពីប្រតិកម្មរបស់ខាងរដ្ឋាភិបាលកម្ពុជាគឺបាទលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សាបាទរបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃច័ន្ទនាល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាចំនួន3នាក់រងរបួសនិងស្លាប់បាត់បង់ជីវិតម្នាក់បាទលោកហ៊ុនម៉ាណែតបានបន្ថែមថាទង្វើនេះគឺខុសច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យយន្តការគណៈកម្មការចម្រុះព្រំដែន JBC ចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននឹងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់ការវាស់វែងទៅបានបញ្ចប់និងរងចាំការសម្រេចរបស់ JBC លោកហ៊ុនម៉ាណែតបានស្នើឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរបាទលោកក៏បានស្នើសុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះនិងអំពាវនាវឲ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតការទទួលខុសត្រូវនិងការផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះបាទលោកបានបន្ថែមដោយបញ្ចប់ថាជាមួយគ្នានេះលោកបានស្នើឲ្យអាជ្ញាធរដែនដីគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋរបស់កម្ពុជាជាពិសេសត្រូវគិតគូរលើសុវត្ថិភាពនិងអាយុជីវិតរបស់ពួកគាត់ឲ្យបានជាដាច់ខាតហើយកម្ពុជានៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ចំនួននិងការកសាងសន្តិភាពរវាងប្រទេសទាំងពីរបាទនេះគឺជាសាររបស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបាទអញ្ចឹងបើទោះបីជាគាត់អំពាវនាវឲ្យមានការគោរពការពារសុវត្ថិភាពពលរដ្ឋហើយនឹងកម្ពុជានៅរក្សាស្មារតីគោរពតាមកិច្ចព្រមព្រៀងនេះតែជាយោបល់របស់ខ្ញុំមួយផងដែរជូនទៅដល់ប្រិមិត្តបាទជូនទៅប្រិមិត្តដែលចូលមកស្ដាប់ទេណាបាទហើយអ្នកណាដែលទទួលយកទេបាទដូចដែលខ្ញុំបានរៀបរាប់ពីខាងដើមអញ្ចឹងពេលខ្លះរូបភាពខ្លះវីដេអូខ្លះឃើញអ្វីពេលខ្លះយើងគួរតែមានការប្រុងប្រយ័ត្នដោយតម្កល់ស្មារតីជាតិជាធំបាទហ្នឹងទៅនឹងជារឿងល្អណាស់ជាពិសេសនៅក្នុងស្ថានភាពពេលនេះបាទអ្វីដែលខ្ញុំនិយាយដោយមិនចំគឺចង់និយាយថាបើឃើញមានការចល័តអីគឺកុំលំអស់ដៃទៅថតប្រហោះពេលផ្ដានោះវាអត់មានចម្រើនទៅដល់ប្រទេសកម្ពុជាទេបាទខ្ញុំគាត់និយាយប៉ុណ្ណឹងប្រិមិត្តមួយចំនួនអាចយល់បានហើយបាទអញ្ចឹងណាបាទអញ្ចឹងការបង្ហោះរូបផ្សេងតាក់ទងនឹងរឿងអីក៏ដោយយើងត្រូវគិតអំពីបាទផលប្រយោជន៍ជាតិរបស់ខ្លួនជាមុនបាទនេះគឺយោបល់ខ្ញុំតែប៉ុណ្្នឹងទេបាទយកទៅពិចារណាដោយខ្លួនឯងចឹងណាបាទហើយឥឡូវនេះសូមជូនទៅខាងភាគីថៃវិញម្ដងបាទភាគីថៃវិញម្ដងតើគាត់និយាយយ៉ាងម៉េចដោះសារយ៉ាងម៉េចអះអាងយ៉ាងម៉េចបាទដោយតែប្រិមិត្តបានឮតាមរយៈសេចក្តីដកស្រង់ពីនៅក្នុងទីភ្នាក់ងារសារព័ត៌មាន Reuters ហើយប៉ុន្តែឥឡូវខ្ញុំសូមជូន
សំណៅដើមវិញម្ដងរបស់ខាងភាគីថៃហ្នឹងតើគាត់និយាយយ៉ាងម៉េចដែរដើម្បីឲ្យបានប្រិមិត្តបានដឹងតើនៅពេលដែលរឿងកើតឡើងដូចនេះតើគាត់និយាយដោះសារយ៉ាងម៉េចអីយ៉ាងម៉េចបាទអញ្ចឹងយើងត្រូវដឹងពីខាងគាត់នឹងផងដែរបាទបើយោងតាមការផ្សាយនេះជាភាសាថៃទេណាបាទជាភាសាថៃហើយមានអង់គ្លេសនៅខាងនោះផងដែរដោយសារតែនេះជាការចុះផ្សាយរបស់ខាងកាសែតខៅសូតបាទខៅសូតជាភាសាអង់គ្លេសអញ្ចឹងខ្ញុំពង្រីកចេះដើម្បីឲ្យប្រិយមិត្តណាចេះអង់គ្លេសអាចមើលបន្ថែមបានខ្ញុំមិនអានទាំងស្រុងទេគាត់ណាខ្លឹមសារនោះគឺចង់បញ្ជាក់ថាគឺខាងយុទ្ធភូមិភាគ1បាទយុទ្ធភូមិភាគ1របស់ថៃហ្នឹងគាត់បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធជាមួយនឹងហេតុការណ៍នៃការប៉ះទង្គិចនៅក្នុងខេត្តស្រះកែវហ្នឹងបាទគឺខាងយុទ្ធភូមិភាគ1របស់ថៃហ្នឹងចោទប្រកាន់ថាគឺភាគីកម្ពុជាបាទជាអ្នកបាញ់ប្រហារមុនដោយដែលអ្នកនាំពាក្យរបស់គាត់គឺលោកស៊ូវ៉ារីបាននិយាយចឹងហើយគឺខាងយុទ្ធភូមិភាគ1នោះបានបញ្ជាក់ថាគឺខាងភាគីថៃទេជាអ្នកបាញ់ស្តបទៅវិញបាទស្តបទៅវិញដើម្បីបញ្ឈប់នៅហេតុការណ៍កើតឡើងនោះហើយនឹងការពារអធិបតេយ្យភាពរបស់ថៃក៏ដូចជាធ្វើយ៉ាងណាមានការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បាទដោយជៀសវាងការធ្វើយ៉ាងណាប៉ះពាល់ទៅដល់គោលដៅស៊ីវិលបាទនេះភាសាអង់គ្លេសគាត់ថា was used to avoid civilian targets បាទគាត់ប្រើពាក្យអញ្ចឹងបាទអញ្ចឹងគឺគាត់បានរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងហ្នឹងគឺចោតប្រកាន់ថានៅវេលាម៉ោង 16:10 នាទីគឺបានន័យថាម៉ោង 4:10 នាទីថ្ងៃទី12ហ្នឹងគឺខាងភាគីថៃចោទប្រកាន់ថាមានការបាញ់កើតមានការឡើងដែលចេញមកពីខាងភាគីកម្ពុជាដែលខាងថៃសន្និដ្ឋានថាប្រហែលជាកំភ្លើងតូចប្រភេទ AK-47 បាទដោយថៃចោទថាមានប្រមាណជា30គ្រាប់ពេលហ្នឹងកងកម្លាំងបូរផារបស់ថៃហ្នឹងបានបាញ់ប្រមានទៅវិញហើយបានវាបកសងសឹកវិញបាទ retaliated បាទសងសឹកទៅវិញហើយសភាពការនោះក៏បានវិលមកស្ថានភាពធម្មតាឡើងវិញក្រោយពី10នាទីក្រោយមកបាទដូច្នេះស្ថានភាពបានធូរបន្ថយហើយគឺបើយោងតាមការពិនិត្យមើលគឺមិនមានការខូចខាតទេនៅខាងភាគីថៃបាទហើយខាងយោធាថៃបានបន្ថែមថាខ្លួនបានចេញការព្រមាននេះដោយគោរពតាមច្បាប់នៃការប្រយុទ្ធគ្នាយ៉ាងច្បាស់លាស់បាទហើយការប្រើប្រាស់ហ្នឹងគឺមិនអាចឈានទៅដល់ការប្រើអាវុធដែលបែបនេះទេគឺការប្រើនេះគឺដើម្បីតែគ្រាន់តែជាការការពារជីវិតនិងអធិបតេយ្យភាពរបស់ថៃតែប៉ុណ្ណោះបាទនេះគឺជាអ្វីដោយដែលអ្នកដែលនាំពាក្យរបស់ថៃគឺលោកស៊ូវ៉ារីនោះបានថ្លែងក្នុងពេលមុននេះដែរដែលសារព័ត៌មានរបស់ Reuters បានដកស្រង់សម្ដីបាទនេះគឺជាខៅសូតណាខៅសូតផ្សាយហើយខៅសូតក៏បានផ្សាយផងដែរគឺអំពីនេះបាទគឺថាបញ្ជាក់អំពីការដែលបាទថៃគាត់ត្រៀម F16 បាទត្រៀម F16 ក្នុងករណីមានរឿងកើតឡើងបើយោងតាមសារព័ត៌មានខៅសូតបានឲ្យដឹងថាគាត់សរសេរថាគឺ F16 បានត្រៀមរួចរាល់ហើយគឺមេបញ្ជាការកងទ័ពអាកាសបាននិយាយថាកងកម្លាំងទ័ពអាកាសគឺត្រៀមលក្ខណៈ24ម៉ោងលើ24ម៉ោងដើម្បីការពារបាទអធិបតេយ្យភាពជាតិរបស់ថៃហើយនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ថៃបាទគឺនៅថ្ងៃទី12ខែវិច្ឆិកានេះគឺបាទនៅក្នុងខេត្តនគររាជសីមាគឺមេបញ្ជាការកងទ័ពអាកាសរបស់ថៃហ្នឹងបាទគាត់បានទៅពិនិត្យមើលហើយនឹងត្រៀមលក្ខណៈយន្តហោះទាំងអស់ប្រភេទ F16 ហ្នឹងបាទដើម្បីត្រៀមចូលរួមនៅក្នុងប្រតិបត្តិការហើយលោកបានបញ្ជាក់ឲ្យដឹងថាគឺការរៀបចំបេសកកម្មនេះគឺមានគ្រប់ស្ថាប័នទាំងអស់បាទស្ថាប័នទាំងអស់ដោយត្រៀម24ម៉ោងលើ24ម៉ោងជារៀងរាល់ថ្ងៃដើម្បីការពារទាំងអស់នោះបាទនេះគឺជាអ្វីដែលសារព័ត៌មានថៃបានផ្សាយហើយសម្រាប់ប្រិមិត្តមួយចំនួនគឺបាទគឺអាចយល់ថានេះគ្រាន់តែជារឿងធម្មតាក៏ប៉ុន្តែការដែលនៅក្នុងឋានានុក្រមទាហានខ្ញុំសូមនិយាយមិនអស់ទេខ្ញុំគាត់និយាយខ្លះមិនចង់ឲ្យប៉ះពាល់ទៅដល់ការងារគេគឺគេមានឋានានុក្រមអ្នកដែលគេមើលស្ថានភាពការនោះគេមើលអាវុធប្រើបាទអាវុធ
អាការត្រឹមណាអាចមានសិទ្ធិប្រើអាវុធដែលកំភ្លើងផ្លោងត្រឹមណាមានសិទ្ធិប្រើចេញបញ្ជាចេញពីត្រឹមណាមកបាទអាវុធរហូតដល់យន្តហោះតើបញ្ជាចេញពីត្រឹមណាមកគេមើលដឹងដូច្នេះកាលណាត្រៀមទៅដល់យន្តហោះប្រភេទប្រយុទ្ធនឹងហើយគឺបានន័យថាបទបញ្ជានោះវាចេញពីកំពូលមកហើយមិនមែនជាបទបញ្ជាថ្នាក់ភូមិភាគអីទៀតទេបាទអញ្ចឹងបានន័យថាអ្វីដែលយើងអាចសន្និដ្ឋានបានគឺទោះក្នុងរូបភាពជាការគម្រាមកំហែងក៏ដោយជារូបភាពនៃការត្រៀមប្រយុទ្ធមែនក៏ដោយគឺថៃបាទគាត់ត្រៀម full force តែមកកម្លាំងពេញទាំងអស់តែម្ដងរបស់គាត់បាទនេះគឺជាអ្វីដែលទង្វើរបស់ថៃកំពុងតែចាត់ការនៅពេលនេះដោយក្រោយពីរឿងតែផ្ទុះមីនមួយដែលមិនទាន់មានការស៊ើបអង្កេតច្បាស់លាស់មកដល់ពេលនេះគឺការស៊ើបអង្កេតដែលឯករាជ្យឬក៏សូម្បីតែភាគីថៃខ្លួនឯងអត់មានការស៊ើបអង្កេតច្បាស់លាស់ទេគឺស្រែកយកតែម្ដងហើយបែរជាមកត្រៀមកម្លាំងពេញកម្លាំងតែម្ដងបាទ full force មកតែមកបាទទៅដល់ថ្នាក់កម្រិតហ្នឹងហើយបាទដូចជាអាមេរិកតែបញ្ជូននាវាចម្បាំងហើយនឹងនាវាដឹកយន្តហោះទៅក្បែរវេណេស៊ុយអេឡាអញ្ចឹងបទបញ្ជានេះគឺបាទមិនមែនត្រឹមតែចេញពីរដ្ឋមន្ត្រីក្រសួងការពារជាតិទេត្រូវចេញពីអគ្គមេបញ្ជាការរបស់យោធាសហរដ្ឋអាមេរិកអគ្គមេបញ្ជាការហ្នឹងអ្នកណាគេគឺប្រធានាធិបតីអាមេរិកគឺអគ្គមេបញ្ជាការប្រធានាធិបតីហ្នឹងហើយបាទអញ្ចឹងដូច្នេះយើងអាចដឹងបានថាតើហេតុអ្វីបានជាបញ្ជាចេញពីថ្នាក់លើនឹងមកអាហ្នឹងបានន័យថាថៃគាត់មានចេតនាអ្វីមួយអញ្ចឹងបានថាដូចជាខ្ញុំបាននិយាយពីខាងដើមអញ្ចឹងប្រិមិត្តបាទក្នុងស្ថានភាពនេះវាជារឿងសំខាន់ណាស់ដែលខ្មែរត្រូវតែមូលមតិគ្នាតែមួយទោះបីនិន្នាការណាក៏ដោយត្រូវតែគិតអំពីប្រជាពលរដ្ឋនៅប្រទេសរបស់ខ្លួនឯងផងបាទការធ្វើអត្ថាធិប្បាយណាក៏ដោយការធ្វើអ្វីក៏ដោយតាមបណ្ដាញសង្គមគួរតែគិតគូរពីរឿងនេះបាទកុំប្រើពាក្យថាយើងក៏ស្រឡាញ់ប្រទេសដែរប៉ុន្តែនេះទង្វើផ្សេងក្នុងលក្ខណៈឌៀមដាមអុចអាលផ្សេងអានឹងយើងដឹងខ្លួនឯងហើយពួកមនុស្សដូចដែលខ្ញុំបាននិយាយចឹងមនុស្សតែចាប់ផ្ដើមសញ្ញេសំទោសចាប់ផ្ដើមចុះឈ្មោះ Facebook account คล้ายៗហើយបានន័យថាខ្លួនឯងកំពុងតែដឹងខ្លួនធ្វើខុសហើយធ្វើអាក្រក់ហើយបានជាយើងប្រើ account คล้ายៗដើម្បីដើរទៅជេរដើរបចោលគេហ្នឹងបាទអញ្ចឹងកន្លែងក្នុងពេលហ្នឹងមិនមែនជាពេលដែលខ្ញុំត្រូវនិយាយរឿងហ្នឹងក៏ប៉ុន្តែគាត់ចង់ដាស់ស្មារតីថាពេលខ្លះយើងត្រូវគិតអំពីរឿងហ្នឹងផងបាទអញ្ចឹងបើខ្ញុំបានត្រៀមហ្នឹងគឺអស់តែប៉ុណ្្នឹងហើយសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយដោយឡែកនៅពេលល្ងាចបាទពេលល្ងាចនៅមុននេះបន្តិចគឺមានសេចក្តីរាយការណ៍ផងដែរតាក់ទងជាមួយនឹងអត្ថាធិប្បាយរបស់លោកអនុทิនច័ន្ទវីរគុលពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកហើយខាងភាគីរបស់គណៈបកភឿថៃហ្នឹងក៏ចេញមករិះគន់លោកអនុทิនផងដែរប៉ុន្តែដោយសារពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកខ្ញុំនឹងយកបន្ថែមទៅលើក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកថាតើរឿងនេះយ៉ាងម៉េចបាទនេះចឹងសូមបញ្ចប់ពីរឿងកម្ពុជាប៉ុណ្ណឹងហើយអ្វីដែលខ្ញុំអាចឲ្យយោបល់បានគឺប្រិមិត្តគួរតែទៅតាមដានបណ្ដាញផ្លូវការរបស់រដ្ឋាភិបាលដើម្បីទទួលព័ត៌មានថ្មីបន្ថែមទៀតទៅណាបាទខ្ញុំក៏ទៅមើលដែរបាទដើម្បីយកមកចែករំលែកជាមួយនឹងប្រិមិត្តហើយក៏តាមដានព័ត៌មានអន្តរជាតិនេះផងដែរបាទអញ្ចឹងសូមត្រឡប់មករឿងនៅក្រៅពីប្រទេសកម្ពុជាវិញបាទសូមជូនខ្លីៗតែម្ដងបាទគឺបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters បានឲ្យដឹងថាប្រទេសវៀតណាមបាទកំពុងតែត្រៀមធ្វើការងារហ្នឹងហើយត្រៀមនឹងចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗនេះហើយនេះបើតាមលោកឧបនាយករដ្ឋមន្ត្រីរបស់ថៃគឺលោកបៀវតាន់សុងបាននិយាយនៅថ្ងៃពុធនេះបាទដែលជាការមួយចរចាគ្នាជុំថ្មីជាមួយនឹងទីក្រុង Washington គឺនៅក្នុងខែតុលាកន្លងទៅនេះគឺប្រទេសទាំងពីរបានរៀបចំឯកសារជាចុងក្រោយទាក់ទងជាមួយនឹងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកក្នុងរយៈពេលប្រហែលសប្តាហ៍តែប៉ុណ្ណោះដើម្បីរក្សាបាទពន្ធគយដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសវៀតណាមចំនួន 20% បាទអញ្ចឹងវៀតណាម 20% ណានៅតែ 20% អញ្ចឹងអត់មានការផ្លាស់ប្ដូរទេកម្ពុជាបាន 19% អញ្ចឹងវៀតណាមនៅតែ 20% អញ្ចឹងនៅក្នុង
ទំនិញដែលនាំចូលសហរដ្ឋអាមេរិកប៉ុន្តែក៏មានទំនិញខ្លះលើកលែងមកអញ្ចឹងជាទូទៅគឺ 20% ប៉ុន្តែមានទំនិញមួយចំនួនដែលលើកលែងមិនឲ្យដាក់ទៅលើពន្ធគយថ្មីនឹងទេបាទអញ្ចឹងគឺវៀតណាមកំពុងចរចាទៅលើបញ្ហាហ្នឹងតើលើកលែងបានប្រមាណហើយលោកសុងបានទទូចឲ្យពាណិជ្ជកររបស់សហរដ្ឋអាមេរិកហ្នឹងបាទធ្វើយ៉ាងណាជួយចរចាឲ្យមានទំនាក់ទំនងទ្វេភាគីក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះឲ្យបានមានលក្ខណៈលោកប្រើពាក្យថាឲ្យបានសម្រេចនៅកិច្ចព្រមព្រៀងមួយដែលមានលក្ខណៈតុល្យភាពនិងយុត្តិធម៌មុននឹងចុះហត្ថលេខាបាទហើយលោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនោះគឺលោក Michael de Somber បាទលោកក៏បានធ្លាប់អញ្ជើញទៅប្រទេសកម្ពុជាដែរណាលោក Michael បានប្រាប់នៅក្នុងសន្និសីទមួយដោយបានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មគឺប្រកាសជានឹងមានលក្ខណៈតុល្យភាពគ្នាឲ្យមានលំហូរពាណិជ្ជកម្មរវាងប្រទេសវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកបាទហើយគឺជាការមួយដែលសហរដ្ឋអាមេរិកខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យកាត់បន្ថយនៅអនុភាពពាណិជ្ជកម្មជាមួយនឹងប្រទេសវៀតណាមបាទហើយគឺប្រទេសវៀតណាមគឺចាត់ទុកសហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំទី3ដែរបាទទី3ដែរគឺបន្ទាប់ពីប្រទេសចិនហើយនិងប្រទេសមិចស៊ិកដូច្នេះនេះគឺជាអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសវៀតណាមបាទប្រទេសវៀតណាមហើយខ្ញុំសូមជូនបច្ចុប្បន្នភាពចុងក្រោយនេះគឺរឿងរុស្ស៊ីបាទរឿងរុស្ស៊ីហើយនឹងអ៊ុយក្រែនម្ដងបាទនេះបើតាមរូបភាពនេះបាទដាក់រូបភាពនេះឲ្យប្រិមិត្តបានមើលពីការវិវត្តនៅសមរភូមិបាទគឺផ្នែកពណ៌ស៊ីជម្ពូនេះគឺជាទឹកដីដែលខាងរុស្ស៊ីគ្រប់គ្រងហើយពណ៌លឿងតូចៗនោះគឺជាដើម្បីតំបន់ដែលរុស្ស៊ីរុលទៅមុខបាទអញ្ចឹងដូច្នេះបើមើលតាមរូបភាពនេះគឺនៅស្ទើរគ្រប់តែសមរភូមិទាំងអស់បាទស្ទើរគ្រប់សមរភូមិទាំងអស់គឺរុស្ស៊ីរុលទៅមុខបាទរុស្ស៊ីរុលទៅមុខអ៊ុយក្រែនក្នុងលក្ខណៈទប់និងដកថយកន្លែងមួយចំនួនដែលខ្ញុំបានបង្ហាញហើយគឺនៅសមរភូមិពុកក្រៅនោះគឺកំពុងតែក្តៅខ្លាំងណាស់បាទអញ្ចឹងខ្ញុំសូមដកស្រង់ចំណុចមួយចំនួនដែលវិទ្យាស្ថានសិក្សាអំពីសង្គ្រាមបានចងក្រងឡើងគឺបើតាមការវិតម្លៃរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមគឺអត្រានៃការដែលទាហានរុស្ស៊ីរុលទៅមុខនៅក្នុងទិសដៅពុកក្រៅនោះគឺនៅយឺតដល់ឡើយទេបាទដោយសារទំនងជាខាងបញ្ជាការរបស់ខាងរុស្ស៊ីហ្នឹងគឺបាទធ្វើយ៉ាងណាគាត់ប្រើតាក់ទិកបាទសង្គ្រាមដើម្បីបាទក្រាញនានាលធ្វើឲ្យតំបន់ហ្នឹងគឺខ្ទេចខ្ទីតែម្ដងបាទគឺមិនមែនមានន័យការប្រើរបៀបផ្លេចបន្ទោលដែលបីចូលភ្លាមដេញភ្លាមទេគឺធ្វើយ៉ាងណាឲ្យខ្ទេចកន្លែងហ្នឹងតែម្ដងនេះបើតាមការសន្និដ្ឋានរបស់វិទ្យាស្ថានសិក្សាអំពីសង្គ្រាមហើយវិទ្យាស្ថាននេះបានសន្និដ្ឋានថាតំណងគឺយោធារបស់រុស្ស៊ីនឹងវាយកបានទីក្រុងពុកក្រៅហើយនឹងទីក្រុងមីណូរ៉ាត់ដែលនៅជាប់គ្នាណាបាទគឺមីណូរ៉ាត់នៅខាងកើតvàពុកក្រៅនៅខាងលិចពីរនឹងជាប់គ្នាប្រៀបដូចជាទីក្រុងភ្លោះមួយអញ្ចឹងប៉ុន្តែក្រុងតូចទេតែវាមានលក្ខណៈយុទ្ធសាស្ត្របាទគឺតាមតំណងគឺទាហានរបស់រុស្ស៊ីនឹងវាយកបានទីក្រុងពុកក្រៅនិងមីណូរ៉ាត់នឹងក្នុងរយៈពេលប្រហែលថ្ងៃទៀតតែប៉ុណ្ណោះបាទគ្រាន់តែរុស្ស៊ីប្រហែលជាបាទរងចាំធនធានឬក៏កម្លាំងបន្ថែមទៀតដែលដកពីតំបន់មកផ្សេងបាទដើម្បីយកមកប្រយុទ្ធនៅទីនោះបាទហើយនៅក្នុងតំបន់ផ្សេងទៀតនៅសមរភូមិផ្សេងទៀតគឺដោយសារតែអាកាសធាតុមានលក្ខណៈចុះអាប់ដែលធ្វើឲ្យលំបាកទៅដល់ drone នៅក្នុងការបង្ហោះដើម្បីធ្វើប្រតិបត្តិការនោះគឺនៅជាពិសេសនៅក្នុងទិសដៅនៅទីក្រុងហុលយ៉ៃផលគឺខាងរុស្ស៊ីក៏បានរុលទៅមុខផងដែរបាទរុលទៅមុខច្រើនផងដែរអញ្ចឹងមានការរុលទៅមុខច្រើនហើយនឹងរុស្ស៊ីក៏បានប្រើតាក់ទិកផ្លោងដើម្បីផ្ដាច់ផ្លូវរបស់ទាហានរបស់អ៊ុយក្រែនដែលយកកម្លាំងទៅជួយនៅតំបន់នោះហើយនៅចុងក្រោយនេះគឺបាទខាងអ៊ុយក្រែនក៏បានប្រើការវាយប្រហាររយៈចម្ងាយឆ្ងាយបាទគ្រាប់រយៈចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធ
ព្រេងមកព្រេងរបស់ខាងរុស្ស៊ីគឺនៅយប់ថ្ងៃទី10ខែដល់ទី11ខែវិច្ឆិកាគឺបានបាញ់ចំកន្លែងឃ្លាំងព្រេងរបស់រុស្ស៊ីផងដែរបាទនេះគឺជាអ្វីដែលកើតមានឡើងនៅក្នុងសង្គ្រាមរវាងប្រទេសរុស្ស៊ីហើយនិងប្រទេសអ៊ុយក្រែនបាទអញ្ចឹងខ្ញុំសូមសង្ខេបជូនប្រិយមិត្តតែប៉ុណ្ណេះហើយព័ត៌មានផ្សេងទៀតតកតងជាមួយនឹងកម្ពុជាជាមួយនឹងថៃក៏ខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងផងដែរបើអញ្ចឹងសម្រាប់ប្រិយមិត្តដែលចូលមកតាមដានព័ត៌មានគឺសូមចាប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាទ